ឬយើងក៏បានបន្តនៅពេលដែលពុកកូនទាំងពីរនាក់ហ្នឹងចូលទៅក្នុងកន្លែងធ្វើតេស្ត CU អាគាត់មួយដែលមានឈ្មោះថា Infant ដែលត្រូវជាឪពុកនឹងវិញក៏កំពុងតែឈរចាំនៅខាងក្រៅចំណែកកូនរបស់គាត់នឹងវិញក៏បានចូលទៅនិយាយរាក់ទាក់ជាមួយនឹង CU ឃើញអាគាត់នឹងដើរចូលមកជិតខ្លួនអញ្ចឹងក៏បានហាមប្រាមអាប៉ែតហ្នឹងថាមិនឲ្យមកជិតខ្លួននោះឡើយខ្លាចថានៅពេលដែលអាប៉ែតហ្នឹងមកជិតនាងអញ្ចឹងទៅប៉ះទង្គិចជាមួយថាវពលរន្ទះរបស់នាងដែលកំពុងតែសរសៃពេញហ្នឹងអញ្ចឹងណាអាគាត់នឹងមិនស្ដាប់នោះឡើយនៅតែបន្តចូលទៅទៀតហើយបញ្ចេញជាមួយថាវពលភ្លើងរបស់ខ្លួនចេញមកគាត់ប្រាប់ទៅកាន់ CU ថាថាវពលរបស់នាងមិនមានឥទ្ធិពលអ្វីជាមួយនឹងខ្ញុំនោះឡើយដោយខ្ញុំក៏មានថាវពលភ្លើងការពាររាងកាយរបស់ខ្ញុំបន្តមកទៀតក៏បានអោនចង់ទៅចាប់ដៃជាមួយនឹង CU ហើយថាទៅបានណែនាំឈ្មោះទៅកាន់ CU ផងដែរថាខ្លួនគឺមានឈ្មោះថា Fancy បន្តមកក៏បបួល CU ឲ្យចូលរួមក្រុមជាមួយនឹងខ្លួនហើយក៏និយាយញ៉ាយនាងថែមទៀតថានាងក៏មានឈ្មោះ Cute ឈ្មោះអីចឹងទៅស៊ីនជុននៅពេលដែលឃើញអាគាត់នឹងលុកថ្លន់របស់ខ្លួនចឹងគឺខឹងខ្លាំងមែនទែនចំណែក CU នាងក៏បដិសេធក្នុងការចាប់ដៃជាមួយនឹងអាគាត់នឹងដែលរកលេសថានៅពេលនេះគីសានីកំពុងតែពីពេញដៃរបស់នាងខ្លាចថានៅពេលដែលប៉ាគាត់នឹងតែអាគាត់នឹងឆក់ងាប់ចឹងណាអាប៉ែ Fancy នឹងក៏នៅតែនិយាយព្យាយាមអូសទាញនាងចូលទៅក្នុងក្រុមរបស់ខ្លួនបន្តទៀតដោយនិយាយថាគ្រួសាររបស់ខ្លួនមានឈ្មោះតកូល Fong គឺជាគ្រួសារមួយដែលមានអំណាចរៀងគួរសមដែរហើយគប់សំជាមួយនឹងសមត្ថភាពរបស់វាគឺជាថាវពលភ្លើងដែលមានសមត្ថភាពរៀងខ្លាំងដែរហើយក៏សង្ឃឹមថានាងនឹងចូលរួមជាមួយនឹងក្រុមរបស់ខ្លួន CU បន្ទាប់ពីស្ដាប់ហើយក៏បានបដិសេធអាគាត់នឹងភ្លាមហើយក៏និយាយតទៅវិញថាខ្លួនក៏មាន partner ក៏ដូចជាមានធីមចូលរួមជាមួយហើយអាប៉ែ Fancy វិញក៏សួរនាងបញ្ជាក់ថាអាគាត់មួយដែលមកជាមួយនឹងនាងនឹងមែន CU នាងក៏បានតបថាហ្នឹងហើយនិយាយមិនទាន់ផុតពីមាត់ស្រួលផងស៊ីនយុនរបស់យើងក៏បានដើរចូលមកតាមក្រោយស៊ីនយុនក៏បានដើរចូលទៅកាន់មកអាគាត់នឹងហើយគ្មានរយៈជាមួយនឹងអាគាត់នឹងឡើយធ្វើដូចជាអាប៉ែហ្នឹងគឺគ្មានវត្តមាននៅនឹងអញ្ចឹងអាប៉ែ Fancy នៅពេលដែលឃើញអញ្ចឹងហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទៅហើយក៏លានាងចេញទៅជាមួយនឹងពូរបស់ខ្លួនបានរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលអាប៉ែ Fancy នៅបន្ទប់ជាមួយនឹងពូរបស់ខ្លួនដែលមានឈ្មោះថា Ding Fong នោះឯងហើយគ្នាយើងសុំទោសខ្លាំងមែនទែនភាគមុនខ្ញុំច្រឡំថាពួកគេទាំងពីរត្រូវជាឪពុកកូនអញ្ចឹងណាអាប៉ែ Fancy ក៏លោកប្រាប់ពូរបស់ខ្លួនថាខ្លួនគឺមិនអាចអូសទាញនាងចូលជាមួយនឹងក្រុមរបស់ខ្លួនបានឡើយដោយសាររបស់នាងគឺជាសារដ៏កម្រខ្លាំងមែនទែនបើសិនជាអាចអូសទាញនាងចូលទៅក្នុងគ្រួសារ Fong របស់យើងបាននោះប្រកាសជាល្អជាមិនខានពូរបស់វាក៏បានតទៅវិញថាទោះបីជាឯងខំប្រឹងអូសទាញនាងយ៉ាងណាក៏ដោយក៏មិនអាចបាននោះឡើយនោះគាត់ដោយសារតែនាងគឺមានមនុស្សដែលនាងចូលចិត្តក៏ដូចជាចង់ចូលរួមក្រុមជាមួយបាត់ទៅហើយដូច្នេះដើម្បីយកនាងចូលរួមក្រុមជាមួយនឹងឯងក៏ដូចជាចូលរួមជាមួយនឹងគ្រួសារតកូល Fong របស់យើងគឺត្រូវតែកម្ចាត់អាម្នាក់ដែលនាងចូលចិត្តជាមួយសិនដែលមានឈ្មោះថាស៊ីនយុននោះហើយខណៈពេលជាមួយគ្នាក៏មានអ្នកខលរាយការណ៍ទៅកាន់គាត់ដោយរាយការណ៍ទៅថាមានមនុស្សម្នាក់ដែលមានសែនដ៏ខ្សោយខ្លាំងមែនទែនដែលមានត្រឹមតែ 1% តែប៉ុណ្ណោះដែលនេះគឺជាសែនដ៏ខ្សោយបំផុតនៅក្នុងពិភពលោកនេះហើយគេម្នាក់នោះក៏បានចោះឈ្មោះចូលរួមជាមួយនឹងសាលាននយ៉នផងដែរលោកគ្រូនាយកបន្តពីលើចឹងហើយក៏បានតទៅវិញថាសែនដែលខ្សោយបែបនេះដែលមានត្រឹមតែ 1% បែបនេះគឺដូចជាមនុស្សធម្មតាទូទៅអញ្ចឹងដូច្នេះហើយលោកគ្រូនិយមអ្នកហ្នឹងក៏មិនអនុញ្ញាតឲ្យស៊ីនយុនរបស់យើងចូលរួមជាមួយនឹងសាលាណានយូនោះឡើយដែលនិយាយទៅគឺមើលងាយទៅកាន់ស៊ីនយុនខ្លាំងមែនទែនថាស៊ីនយុនគឺជាមនុស្សធម្មតាមនុស្សដែលគ្មានសមត្ថភាពដូច្នេះហើយគឺត្រឹមតែជាកាកសំណល់តែប៉ុណ្ណោះអ្នករាយការណ៍ក៏បានតបទៅកាន់លោកគ្រូនាយកវិញថាបើយើងទៅតាមច្បាប់នៃសាលាណានយូមនុស្សដែលមានសែន 1% ក៏អាចមានសិទ្ធិក្នុងការចោះឈ្មោះចូលជាមួយសាលាណានយូផងដែរលោកគ្រូនាយកក៏ខឹងខ្លាំងមែនទែនក៏បានតបទៅទាំងកំផឹងថាតើឯងចាត់ទុកសម្ដីរបស់យើងជាសម្ដីអបប្រយោជន៍អ្នករាយការណ៍ឮហើយក៏ភ័យញ័រខ្លាំងមែនទែនគឺមិនហ៊ានតបតអ្វីទៅកាន់លោកគ្រូនាយកនោះទេហើយក៏បិទទូរស័ព្ទត្រឹមហ្នឹងទៅបន្ទាប់មកលោកគ្រូនាយកម្នាក់ហ្នឹងក៏បានទៅនិយាយជាមួយនឹងក្មួយរបស់ខ្លួនថាឯងមិនចាំបាច់ភ័យព្រួយទេមិនចាំបាច់ចាត់ទុកអាស៊ីនយុនម្នាក់ហ្នឹងនៅក្នុងខ្សែភ្នែករបស់ពួកយើងនោះទេលេទៅមើល CU ជាមួយនឹងស៊ីនយុនវិញ CU នាងក៏បានសួរទៅកាន់ស៊ីនយុនថាសែនពិសេសដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនយុនហ្នឹងតើវានឹងមានផលប៉ះពាល់អ្វីខ្លះទៅកាន់ស៊ីនយុនទៅស៊ីនយុនក៏បានតបទៅវិញថាផលប៉ះពាល់វាកើតមាននៅពេលដែលស៊ីនយុនឃ្លាននៅពេលដែលឃ្លានគឺវាឃ្លានចង់ស៊ីសាច់មនុស្សមានអីមនុស្សក្នុងពិភពលោកនេះសម្បូរមនុស្សអាក្រក់ដែរតាអញ្ចឹងនៅពេលដែលឃ្លានធ្វើការស៊ីសាច់ពពុះមនុស្សអាក្រក់ទាំងអស់ហ្នឹងទៅស៊ីនយុនលឺហើយគាំងបដ ដោយខ្លួនគឺខំជៀសវាងពីការស៊ីសាច់មនុស្សទៅស៊ីសាច់បិសាចប៉ុន្តែនាងបែរជាជំរុញឲ្យស៊ីនយុនទៅស៊ីសាច់មនុស្សទៅវិញខណៈពេលជាមួយគ្នាអ្នកវិទ្យាសាស្ត្រស្រីក៏បានដើរចូលមកហើយក៏បានរាយការណ៍ប្រាប់ទៅកាន់ CU ថានៅពេលនេះឪពុកម្ដាយរបស់នាងកំពុងតែម្ដងនាង CU លឺហើយគឺអរខ្លាំងមែនទែនចង់ទៅរាយការណ៍ប្រាប់ឪពុកម្ដាយរបស់ខ្លួនប៉ុន្តែមុននឹងចាក់ចេញទៅរកឪពុកម្ដាយរបស់ខ្លួន CU នាងក៏បាននិយាយលេងសើចជាមួយនឹងស៊ីនយុនផងដែរកំភៃនៅពេលណាដែលលោកឃ្លានប្រាប់ខ្ញុំមកខ្ញុំនឹងទៅចាប់ឪពុកម្ដាយអាក្រក់ឲ្យលោកស៊ីហើយនាងក៏បន្ថែមទៀតថាបន្តិចទៀតនាងនឹងប្រាប់អំពីដំណឹងល្អដែលពួកយើងនឹងបានចូលរួមក្រុមជាមួយនឹងគ្នាក្នុងការកម្ចាត់ពពួកបិសាចឬមួយក៏បានចូលរៀនថ្នាក់ជាមួយគ្នាដើម្បីហ្វឹកហាត់ក្នុងការកម្ចាត់បិសាចចឹងណាពេលដែលនាងចាក់ចេញទៅបាត់ហើយស៊ីនយុនក៏សួរទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថានៅពេលនេះឈ្មោះរបស់ខ្លួនដែលបានចោះឈ្មោះចូលទៅក្នុងសាលាណានយូនោះតើចប់ដែរអត់នាងក៏បានតបទៅវិញថាការស្នើសុំរបស់ស៊ីនយុនហ្នឹងគឺត្រូវបានគេបដិសេធបាត់ទៅហើយដោយសារតែស៊ីនយុនគឺមានសែនដែលខ្សោយបំផុតត្រឹមតែ 1% បែបនេះដូចជាមនុស្សធម្មតាអញ្ចឹងហើយក៏ត្រូវបាននាយកបដិសេធហើយស៊ីនយុនលើការបដិសេធខាងសាលាបែបនេះហើយក៏បានតមកទៅវិញថាក្រែងសែនរបស់ខ្ញុំក៏ជាសែនមួយដែរនឹងកម្រមានក៏ដូចជាសែនមិនធម្មតាដែរតើមើលថាមានអ្នកណាគេដែលមានសែនត្រឹមតែ 1% ដូចខ្ញុំនោះវាគឺជាសែនដ៏ខ្សោយជាងគេបំផុតមែនប៉ុន្តែវាក៏ជាសែនដ៏កម្រផងដែរក្រែងខាងច្បាប់សាលានឹងជ្រើសរើសយកអ្នកដែលមានសែនមិនធម្មតាបែបនេះមែនទេអ្នកជាសាស្ត្រីក៏បានតទៅវិញថាជាការពិតណាស់ខាងច្បាប់សាលាពិតជាអញ្ចឹងមែនប៉ុន្តែនាងក៏មិនដឹងឡើយថានរណាគេជាអ្នកសម្រេចចិត្តនិងបដិសេធការស្នើសុំរបស់ស៊ីនយុនទេប៉ុន្តែមិនអីនោះទេនាងនឹងធ្វើការស្នើសុំឲ្យស៊ីនយុនម្ដងទៀតបើថាម្ដងនេះទៀតមិនជោគជ័យខ្ញុំនឹងស្នើម្ដងទៀតស្នើហើយស្នើទៀតស្នើហើយស្នើទៀតស្នើរហូតដល់ទៅជោគជ័យបានសម្រេចស៊ីនយុនលឺហើយក៏បានអរគុណទៅកាន់នាងខ្លាំងមែនទែនហើយក៏បានប្រាប់នាងថាមិនចាំបាច់ស្នើខ្លួនច្រើនបែបនេះនោះឡើយបើស្នើកាន់តែច្រើនទៅខ្លាចថាមានបញ្ហាប៉ះពាល់ទៅដល់នាងអញ្ចឹងណាស៊ីនយុនដល់វិញបានធ្វើការបញ្ចេញនៅថាពររបស់ខ្លួនដែលមានពលឺបន្តិចបន្តួចហើយក៏និយាយក្នុងចិត្តថាតាមមើលទៅតតែខ្លួនបញ្ចេញនៅសែនបិសាចរបស់ខ្លួនចេញមកទៅពួកគេសម្រេចឲ្យខ្លួនចប់មើលទៅនាងក៏បានតបទៅកាន់ស៊ីនយុនថាខ្ញុំមិនខ្លាចនោះទេស្របពេលជាមួយគ្នាទូរស័ព្ទរបស់នាងក៏បានលោតសារមកប្រាប់ដែលអ្នកខាងថ្នាក់លើក៏បាននិយាយពិចារណាទាក់ទងជាមួយនឹងសែនរបស់ស៊ីនយុនដែលជាសែន 1% មិនធម្មតានឹងឯងដែលនេះគឺជាដំណឹងល្អខាងថ្នាក់លើក៏បានផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយូក៏លេចទៅមើលទឹកមុខស៊ីនយុនវិញគឺមិនសូវជាអសប្បាយចិត្តប៉ុន្មាននោះទេហើយក៏ដឹងខ្លួនជាស្រេចផងដែរថាអ្នកខាងថ្នាក់លើប្រកាសជាចាប់អារម្មណ៍ជាមួយនឹងខ្លួនចាក់ជាមិនខានក៏លេចមកអាប៉ែហ្វុងស៊ីដែលមានថាវពលភ្លើងក្នុងខ្លួននៅនេះវិញនៅក្នុងអំឡុងពេលហ្នឹងគឺវាក្តៅក្រហាយខឹង
khăng khăngមែនតើធ្វើការបញ្ចេញថាវពលភ្លើងរបស់ខ្លួនចេញមកដុតបំឡោយទៅកាន់សត្វមូសនៅជុំវិញហ្នឹងដោយវាគឺខឹងខាងថ្នាក់លើដែលបានផ្ដល់សិទ្ធិផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយោហើយវាក៏បានសច្ចាថានឹងធ្វើការកម្ចាត់ស៊ីនយុនចេញក៏ដូចជាទៅតាមស៊ីយូពីស៊ីនយុនឲ្យតទៅបានខណៈពេលជាមួយគ្នាពូរបស់វាក៏បានមកពីក្រោយខ្នងរបស់វាហើយក៏បានប្រាប់ទៅកាន់វាថាខាងថ្នាក់លើក៏បានថាខ្លួនផងដែរក៏ដោយសារតែការបដិសេធល្មើសច្បាប់ដែលបណ្ដោយស៊ីនយុនចូលរួមជាមួយនឹងសាលាណានយោប៉ុន្តែអីនោះទេនៅថ្ងៃខាងមុខយើងនឹងធ្វើការផ្ដួលវានៅក្រោមស្នាដៃគ្រួសារហ្វុងរបស់យើងក៏ដូចជាចន់ទម្លាក់វាឲ្យដល់បាត់បំផុតមិនត្រឹមតែប៉ុណ្្នឹងនោះទេអាប៉ាឌីមហ្វុងដែលត្រូវជានាយកសាលាមួយហ្នឹងវាក៏បានធ្វើការសោកសនុកលុយ2លាននៅក្នុងការជួលអ្នកចាត់ចែងនៅក្នុងការធ្វើតេស្តហ្នឹងដើម្បីកម្ចាត់តួឲ្យប្រុសរបស់យើងចេញសាររឿងរបស់យើងក៏បានកាត់ផ្ដោតនៅកន្លែងអ្នកដែលធ្វើតេស្តនៅក្នុងការចូលរួមជាមួយនឹងសាលាណានយោខណៈពេលហ្នឹងក៏មានសម្លេងមួយបានបន្លឺឡើងថារយៈពេល5ថ្ងៃធានាសុវត្ថិភាពនៅក្នុងការធ្វើតេស្តដើម្បីចូលក្នុងសាលាណានយោនៅក្នុងទីតាំងកន្លែងហ្នឹងយើងក៏បានឃើញបរិបទ2នាក់ដែលបរិបទសក់វិញនៅខាងក្រោយក៏ធ្លាក់ទូរស័ព្ទវាក៏រៀងភ្ញាក់បន្តិចហើយក៏សួរទៅកាន់អាកតហ្នឹងថាមានរឿងអីកើតឡើងមែនអាកតហ្នឹងក៏ឆ្លើយទៅវិញថាអត់មានរឿងអីទេក៏លេចទៅទឹកមុខជាមួយនឹងខ្សែភ្នែករបស់វាវិញដូចជារៀងភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងចំនួនទឹកលុយ1លានណោះដែលត្រូវបានគេកក់នេះគ្រាន់តែជាចំនួនកក់នោះទេចំណែកតម្លៃពេញរហូតដល់20លានណោះដែលរៀបគម្រោងក្នុងការកម្ចាត់តួឲ្យប្រុសរបស់យើងនោះឯងសាររបស់យើងក៏បានកាត់ផ្ដល់អាកូនចៅជាមួយនឹងចៅវាយហ្នឹងក៏បានជួបជុំគ្នាហើយក៏សម្លឹងទៅកាន់ប្រវត្តិរូបសង្ខេបរបស់ស៊ីនយុនដែលពួកគេទាំងពីរនាក់នេះត្រូវបានជួលទៅដោយនាយកសាលាដើម្បីមកកម្ចាត់ស៊ីនយុនចេញក្រោយមកទៀតយើងក៏បានឃើញពួកគេក៏បានតាមដាននៅសកម្មភាពរបស់ស៊ីនយុននៅក្នុងកន្លែងធ្វើតេស្តដែលមើលទៅសកម្មភាពរបស់ស៊ីនយុននៅពេលនេះដូចជាមនុស្សដែលដាច់បាយអញ្ចឹងអាកតនេះវិញក៏និយាយក្នុងចិត្តថាមើលទៅទឹកមុខរបស់វាដូចជាមនុស្សដែលដាច់បាយជាច្រើនថ្ងៃអញ្ចឹងហើយគ្រាន់តែទម្លាក់ឲ្យឯងទៅធ្វើតេស្តជាមួយនឹងពពួកសត្វវិសាចទៅនោះសត្វវិសាចនឹងហាយឯងជាចំណែកដូច្នេះហើយយើងនៅទទួលបានប្រាក់រង្វាន់20លាននៅក្នុងការកម្ចាត់ឯងចេញពីគ្រួសារតកូហ្វងរឿងរបស់យើងក៏បានកាត់ទៅដល់កន្លែងអ្នកដែលធ្វើតេស្តទាំងអស់នោះវិញដែលក្នុងកន្លែងហ្នឹងក៏មានតួឲ្យប្រុសរបស់យើងផងដែរហើយក៏មានបេក្ខជនជាច្រើនផ្សេងទៀតដែលត្រូវមកធ្វើតេស្តចំណែកតួឲ្យប្រុសរបស់យើងនៅពេលនេះសែនវិសាចរបស់គាត់ដែលស្ថិតនៅក្នុងខ្លួនកំពុងទៅទាមទារចំណីដែលចំណីរបស់វានោះគឺជាសាច់មនុស្សប៉ុន្តែតួឲ្យប្រុសរបស់យើងគឺហាមចិត្តខ្លួនឯងមិនត្រូវស៊ីសាច់មនុស្សនោះទេគឺស៊ីសាច់វិសាចជំនួយសាច់មនុស្សស្របពេលជាមួយគ្នាការប្រកាសលក្ខខណ្ឌនៃការប្រកួតក៏ត្រូវបានចាប់ផ្ដើមដែលលក្ខខណ្ឌនៃការប្រកួតគឺមានរយៈពេល3ម៉ោងហើយត្រូវតែធ្វើការប្រយុទ្ធតតាំងជាមួយនឹងពពួកវិសាចដែលពួកគេបានប្រឡែងដើម្បីឲ្យអ្នកធ្វើតេស្តហ្នឹងធ្វើការប្រយុទ្ធតទល់ជាមួយហើយអ្នកដែលអាចរួចជីវិតចេញមកបាននោះអ្នកហ្នឹងនឹងជាប់នៃការធ្វើតេស្តមួយនេះហើយការធ្វើតេស្តសាកល្បងទាំងអស់ហ្នឹងគឺត្រូវជ្រើសរើសអ្នកធ្វើតេស្តទាំងអស់ហ្នឹងទៅចូលរួមជាមួយនឹងគ្នាទាំងអស់ប៉ុន្តែមានករណីពិសេសមួយសម្រាប់ស៊ីនយុនដោយស៊ីនយុនរបស់យើងគឺត្រូវតែទៅមុនគេបង្អស់តាមក៏ប៉ុន្តែគ្មានករណីពិសេសទេគ្រាន់តែពួកអស់ហ្នឹងវាក៏បានរៀបចំល្បិចក្នុងការសម្លាប់តួឲ្យប្រុសរបស់យើងដើម្បីទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានគ្រួសារតកូហ្វងហ្នឹងគឺអាពូហើយនឹងក្មួយនោះឯងគ្នាយើងបេក្ខជនទាំងអស់គ្នាដោយមិនដឹងខ្យល់អីហ្នឹងក៏គិតថាស៊ីនយុនត្រូវបានគេជ្រើសរើសក្នុងករណីពិសេសឲ្យទៅមុនគេបែបនេះក៏គិតថាស៊ីនយុនគឺស៊ីសនុកសុកប៉ាន់ដើម្បីឲ្យខ្លួនចាប់អូតូអីណាណីចឹងទៅក្លេទៅមើលស៊ីនយុនវិញនៅពេលនេះគឺកាន់តែខ្សោះខ្សោយទៅហើយដោយសារតែសែនកំពុងតែទាមទារចំណីជាខ្លាំងដល់ថ្នាក់ស៊ីនយុនក៏បានមើលឃើញមនុស្សគ្រប់គ្នាគឺជាចំណីរបស់ខ្លួនប៉ុន្តែក៏ហាមចិត្តខ្លួនឯងវិញថាខ្លួនគឺមិនស៊ីមនុស្សនោះទេគឺរងចាំស៊ីសាច់បិសាចតែប៉ុណ្ណោះក្នុងពេលបន្តទៀតអាកមនេះក៏បានយកស៊ីនយុនទៅកន្លែងច្រកទ្វារក្នុងការធ្វើតេស្តជាមួយនឹងពពួកបិសាចគ្រាន់តែទៅដល់កន្លែងច្រកទ្វារនឹងភ្លាមស៊ីនយុនក៏សង្កេតឃើញឈាមដែលជាប់លបងទ្វារហ្នឹងស៊ីនយុនក៏ដឹងថាឈាមនេះគឺជាឈាមអ្នកប្រយុទ្ធដែលមានសមត្ថភាពរៀងខ្លាំងគួរសមប៉ុន្តែក៏បានប្រយុទ្ធចាញ់បិសាចស៊ីនយុនក៏បានចូលទៅក្នុងច្រកទ្វារចំណែកទ្វារក៏ត្រូវបានបិទមុននឹងចូលទៅប្រយុទ្ធជាមួយនឹងពពួកបិសាចទាំងអស់ហ្នឹងអាម្នាក់ហ្នឹងវាក៏បានប្រាប់ស៊ីនយុនផងដែរថានៅក្នុងហ្នឹងគឺមានពពួកបិសាចដែលមានឆ្អឹងដែកបែករបស់វារាងថ្លាដែលឯងគឺទៅតែប្រយុទ្ធជាមួយនឹងពួកវាហើយរួចជីវិតឲ្យបាននៅពេលដែលឯងរួចជីវិតបានហើយអាចចេញតាមច្រកទ្វារមួយនេះបាននោះឯងនឹងជាប់ក្នុងការធ្វើតេស្តសាកល្បងប៉ុន្តែបើសិនជាមិនអាចប្រយុទ្ធឈ្នះនោះទេហើយក៏មិនអាចចាក់ចេញពីទ្វារនេះបាននោះឯងនឹងស្លាប់នៅក្នុងនឹងជាជាមិនខានអញ្ចឹងការធ្វើតេស្តសាកល្បងមួយនេះដូចជាយកជីវិតទៅបដូរអញ្ចឹងបើសិនជាគ្មានសមត្ថភាពនិយាយចប់សពគ្រប់ហើយក្នុងចិត្តរបស់វាក៏សម័យថានៅពេលដែលស៊ីនយុនរបស់យើងទៅជួបជាមួយនឹងពពួកបិសាចទាំងអស់ហ្នឹងនោះពពួកបិសាចទាំងអស់ហ្នឹងនឹងហែកសាច់ស៊ីនយុនជាចំណែកហើយក៏គិតសប្បាយចិត្តថាខ្លួននឹងទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានហើយក៏ដេកសោយសុខជាមួយនឹងលុយហ្នឹងអញ្ចឹងទៅនិយាយរួចដល់ហើយក៏បានដើរចេញទៅហើយក៏គិតក្នុងចិត្តថាចាំមើលថាឯងនឹងរស់បានប្រមាណវិនាទីបន្តមកទៀតអាម្នាក់នេះវាក៏បានធ្វើដំណើរទៅជួបជាមួយនឹងគ្នារបស់វាម្នាក់ទៀតដែលកំពុងតែរៀបចំគម្រោងជាមួយគ្នាក្នុងការកម្ចាត់ស៊ីនយុននោះឯងហើយក៏មកតាមដានមើលកាមេរ៉ាសុវត្ថិភាពនៃការប្រយុទ្ធរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចអាម្នាក់សក់វិញហ្នឹងវាក៏បានរាយការណ៍ទៅប្រាប់ចៅហ្វាយរបស់វាផងដែរហើយច្រកទ្វារតែមួយគត់ដែលស៊ីនយុនអាចរត់គេចខ្លួនបានក៏វាបានបិទខុំចិត្តអស់លេងផងដែរនិយាយរួមទៅនៅពេលនេះស៊ីនយុនដូចជានៅក្នុងគុកតែមួយអញ្ចឹងដែលមិនអាចចេញទៅណាបាននោះឡើយក្រៅពីប្រយុទ្ធជាមួយនឹងបិសាចហើយក៏បានសើចសប្បាយជាមួយនឹងគម្រោងរបស់ខ្លួនហើយបន្តមកទៀតក៏ចាប់ផ្ដើមភ្នាល់ថាស៊ីនយុនគឺអាចប្រយុទ្ធតទល់ជាមួយពពួកបិសាចទាំងអស់ហ្នឹងត្រឹមតែ5វិនាទីតែប៉ុណ្ណោះនោះស៊ីនយុននឹងងាប់ក្រោមស្នាដៃរបស់បិសាចទាំងអស់ហ្នឹងបន្ទាប់មកពួកគេទាំងពីរក៏សង្កេតទៅមើលការប្រយុទ្ធរបស់ស៊ីនយុនក៏ឃើញថាស៊ីនយុនក៏បានដើរចូលទៅហើយពពួកបិសាចក៏បានហក់មកផងដែរប៉ុន្តែពពួកបិសាចហ្នឹងមិនធ្វើអីស៊ីនយុននោះឡើយដោយសារតែស៊ីនយុនមានសែនរបស់បិសាចដូច្នេះហើយបិសាចទាំងអស់ហ្នឹងបានចាត់ទុកស៊ីនយុនដូចជាគ្នារបស់វាអញ្ចឹងដល់ឡែកក្លេទៅមើលស៊ីនយុនវិញក៏ស្រឡឹងឃើញបិសាចហ្នឹងគឺជាចំណីរបស់ខ្លួនស្រែកថាអាហាកំពុងតែសប្បាយសុកស៊ីនយុនក៏ស្រាប់តែនឹកឃើញថាពពួកបិសាចទាំងអស់ហ្នឹងគឺមិនវាប្រហារខ្លួននោះឡើយដោយសារតែខ្លួនគឺមានសែនបិសាចស្ថិតនៅក្នុងខ្លួនចំណែកពីក្បាលនេះវិញមើលតាមកាមេរ៉ាសុវត្ថិភាពក៏ឆ្ងល់ខ្លាំងមែនទែនហើយបានជាពពួកបិសាចទាំងអស់ហ្នឹងមិនធ្វើការវិបហាទៅកាន់ស៊ីនយុនអញ្ចឹងខណៈពេលហ្នឹងស៊ីនយុនក៏បានមើលឃើញកាតពណ៌មាសដែលកាតពណ៌មាសមួយហ្នឹងនៅពេលដែលស៊ីនយុនរើសបានហើយយកចេញទៅក្រៅនោះស៊ីនយុននឹងជាប់នៅក្នុងការធ្វើតេស្តសាកល្បងមួយនេះអាពីក្បាលនេះដែលឃើញថាស្ថានភាពមិនសូវស្រួលក៏បញ្ជូនអ្នកធ្វើតេស្តដើម្បីចូលរួមនៅក្នុងការទៅតាមកាតពណ៌មាសពីស៊ីនយុនដែលម្នាក់ហ្នឹងគឺជាអ្នកដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងកន្លែងធ្វើតេស្តមួយនេះអាម្នាក់ហ្នឹងគ្រាន់តែចូលទៅដល់ភ្លាមក៏បានធ្វើការវាយឆ្មក់ទៅកាន់ស៊ីនយុនដោយប្រើសមត្ថភាពនៅកែភ្នែករបស់វាដើម្បីបំផិតបំភ័ន្តទៅកាន់ស៊ីនយុនប៉ុន្តែថាវពលរបស់វាមិនមានឥទ្ធិពលអ្វីទៅលើស៊ីនយុននោះឡើយខណៈពេលជាមួយគ្នាថាវពលរបស់ស៊ីនយុនក៏បាននិមិត្តចេញរូបរាងជាស្ដេចបិសាចចេញមកដែលបានធ្វើឲ្យម្នាក់ហ្នឹងគឺភ័យខ្លាចខ្លាំងមែនទែនអូខេគ្នាយើង
ចឹងចាំមើលការបញ្ចូលរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចហ្នឹងនៅភាគក្រោយហើយកុំភ្លេចចុច Sub និងបើកសញ្ញាកណ្ដឹងខ្ញុំផងចឹង slash រឿងត្រឹមហ្នឹងសិនបាទ